ជាងដល់កន្លែងពីមួយថ្ងៃលើកោដោយសារថ្ងៃហ្នឹងជាថ្ងៃទី2របស់ពួកខ្ញុំចឹងពួកខ្ញុំក្រោយតាំងពីព្រឹកហើយពួកខ្ញុំក៏បានដើរទៅរកជួលម៉ូតូជិះតែលេងនៅលើដោយសារខ្ញុំគេងនៅឆ្នេរឡង់សេតចឹងខ្ញុំជួលកន្លែងម៉ូតូជួលនៅនេះហើយគេជួលមួយថ្ងៃ$10វាចាក់សាំងឲ្យយើងពេញប៉ុន្តែពេលយើងយកមកពេញក៏ត្រូវចាក់សាំងឲ្យគេពេញជួលម៉ូតូកន្លែងគាត់ស្រួលមែនទែនទាំងអស់គ្នាបើសិនជាយើងមកគេនៅឆ្នេរឡង់សេតខ្ញុំ recommend ជួលកន្លែងជួលម៉ូតូហើយពួកខ្ញុំក៏ជិះម៉ូតូដើរលេងនៅលើកោះកន្លែងដែលពួកខ្ញុំទៅដំបូងគេហ្នឹងគឺនៅឆ្នេរកោះតូចមិនថាទៅដល់ណាគឺទៅរកនំខ្មែរពេលព្រឹកនៅហ្មងជាមួយកាហ្វេបន្ទាប់ពីពួកខ្ញុំបានទិញនំចិញ្ចាក់ខ្វៃអីទុកញ៉ាំមួយកាហ្វេហើយពួកយើងក៏ជិះបន្តទៅភូមិឡទឹកត្រូវហើយនៅពេលជិះទៅហ្នឹងពួកខ្ញុំក៏ចុះទិញកាហ្វេនៅតាមផ្លូវកាហ្វេនៅលើកោះហ្នឹងឆ្ងាញ់ណាស់អ្នកនរគ្នាឃើញនៅតាមផ្លូវមិនមួយកែ4ហើយនៅលើកោះហ្នឹងរស់រាយខ្លាំងណាស់គាត់ប្រាប់ផ្លូវយើងទៅណាទៅណីអីចឹងទៅហើយពួកខ្ញុំក៏បានមកដល់ភូមិឡទឹកត្រូវនៅហ្នឹងសបោត្រីសបោអីខ្លាំងមែនតើអ្នកទាំងអស់គ្នាបើពេលព្រឹកឡើងវិញអ្នកដែលសាយក៏យកត្រីមកនៅហ្នឹងឯងហើយពេលខ្ញុំទៅខ្ញុំក៏បានឃើញក្មេងៗប៉ងស្ទួយត្រីក៏ចូលទៅមើលហើយស្ទួយបានត្រីធំៗណាត្រីគេស្ទួយបានគេសុទ្ធតែដាក់នៅក្នុងកាបូបព្រៃក្មេងៗនៅហ្នឹងរស់រាយណាស់អ្នកទាំងអស់គ្នាពីភូមិឡទឹកត្រីពួកខ្ញុំបានទៅឡងពេកទៅអង្គុយលេងនៅមាត់ឆ្នេរនៅឡងពេកពេលព្រឹកក៏ស្អាតដែរអ្នកទាំងអស់គ្នាទឹកសមុទ្រឡងថ្លាខ្ញុំមកទ្រាំបានចង់ទៅហែលទឹកទេតែពេលហែលទឹកទៅវាខូច make up ហើយក្រោយមកពួកខ្ញុំក៏បានគេងលេងអានសភៅនៅនឹងមួយផ្លេតជិះទៅដើរលេងតាមឆ្នេរផ្សេងៗទៀតឆ្នេរដែលនៅលើកោះរងហ្នឹងហើយយើងចូលលេងបានទាំងអស់លើកលែងតែឆ្នេរឯកជនគេហើយកន្លែងមួយទៀតដែលខ្ញុំទៅហ្នឹងគឺនៅព្រៃកងកាបត់ចូលទស្សនាគេហ្នឹងមរាកន្លះចំពោះភ្ញៀវខ្មែរតែមរាកន្លះហ្នឹងស័ក្តិសមបើគេមានអ្នកទាំងអស់គ្នាយើងចូលទៅយើងបានឃើញអីថ្មីថ្មីច្រើនមែនទេពេលចូលព្រៃកងកាគេមានធូរហ្គាយអីនាំដើរទៀតតែពួកខ្ញុំទៅ2នាក់ដើរពីដើរមកដល់ចុងកន្លែងកាហ្វេគេនេះស្អាតឃើញជនបរទេសគេទីឈរនៅកណ្ដាលហ្នឹងគេជិះកាយ៉ាក់ទៅលើកាយខ្ញុំចង់ជិះកាយ៉ាក់ទៅឈរនៅនឹងដែរមើលទៅដូចឈរលើទឹកចឹងឯងចេញពីព្រៃកងកាដល់ម៉ោង3ថ្ងៃពួកខ្ញុំទៅញ៉ាំភីហ្សានៅទទួលភីហ្សាឆ្នេរសុកសែនលើជិះទៅភីហ្សាគេលុយណាអ្នកទាំងអស់គ្នាទីខ្ញុំធ្វើវីដេអូពីហាងភីហ្សាហ្នឹងហាងគេនៅជាកែភ្នំជាប់ជាមួយនឹងមាត់ឆ្នេរចឹងអ្នកទាំងអស់គ្នាទៅក៏ស្អាតខ្លាំងហ្មងហើយភីហ្សាគេក៏ឆ្ងាញ់ដែរមានច្រើនរសជាតិទៀតហើយតម្លៃរបស់គេវិញក៏សមរម្យដែរយីមែនហាងភីហ្សាលើសមុទ្រអីចឹងញ៉ាំភីហ្សាហើយពួកខ្ញុំចុះទៅរកបាយស្រូបបើអត់បានបាយទេអត់ឆ្អែតទេចឹងត្រូវទៅរកបាយស្រូបពីហាងភីហ្សាមកខ្ញុំចូល restaurant មួយនៅជិតហាងភីហ្សាដោយសារខ្ញុំមើលទៅឃើញវាស្អាតនៅចុងមាត់ឆ្នេរហើយមានកន្លែងអង្គុយកន្លែងពួកខ្ញុំហៅទៅអ្នកមួយកែវហើយក៏គេងលេងរហូតដល់ពេលមើល sunset ដោយសារពេញមួយថ្ងៃហ្នឹងពួកខ្ញុំដើរច្រើនពេកចឹងទៅក៏ហត់ក៏អង្គុយគេងនៅនឹងរហូតដល់ពេលទៅមើល sunset ដែរគេងលេងនៅនឹងប្រហែលជាដល់ម៉ោង 7:05 ពួកខ្ញុំក៏ជិះបន្តទៅឆ្នេរឡង់ពីកដើម្បីមើល sunset ម្ដងដល់ម៉ោង golden hour ហ្នឹងនៅឆ្នេរឡង់ពីកគឺស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាពេលថ្ងៃខ្ញុំទៅហ្នឹងមានព្យុះផងណាបន្ទាប់ពីមេសតុំហើយបានបើសិនជាបានថ្ងៃណាដែលមេក្រហមទៀតស្អាតជាងនឹងពីតែដែលខ្ញុំញ៉ាំសោះហ្នឹងខ្ញុំចាប់ទៅញ៉ាំបន្តនៅលើឆ្នេរដែរមែនណាការខំសំលុយរបស់ខ្ញុំដើម្បីមកដើរលេងនៅនេះគឺយប់ឡើងពួកខ្ញុំមកកោះតូចដើម្បីរកអីញ៉ាំនៅកោះតូចហ្នឹងសបោអីញ៉ាំខ្លាំងប៉ុន្តែដោយសារពួកខ្ញុំជាបុកល្ហុង lover អញ្ចឹងខ្ញុំហាក់បុកល្ហុងជាមួយបាយឆាអត់ហ៊ានញ៉ាំអីច្រើនទេដោយសារទុក body on shape ថតរូបញ៉ាំឲ្យហើយខ្ញុំទៅកន្លែងអូតាខ្ញុំវិញដើម្បីងុយទឹកផ្លាកៅទៅ party ថ្ងៃស្អែកគេមានចាំងកោ party មួយនៅ Festival ពួកខ្ញុំត្រូវដើរពីកន្លែងគេរបស់ខ្ញុំទៅកន្លែងហ្នឹងប្រហែលជា30នាទីតែសប្បាយខ្លាំងណាស់អ្នកទាំងអស់គ្នាសបោចូលរួមគេ$15ក្នុងម្នាក់បើអ្នកនៅលើកោះគេយកតែ5រៀលទេយើងភ្ញៀវជាងគេយកតែ$15ប៉ុន្តែពួកខ្ញុំក៏ថាក៏ discount ឲ្យ5រៀលចឹងនៅសល់ម្នាក់10រៀលឲ្យខ្សែដៃយើងមួយពាក់ហើយនឹងថាខុនពីដើម្បីទុកដូចគេឲ្យកាយយើងមួយកាយនឹងទុកដាក់អីញ៉ាំហើយគេឲ្យ ticket មួយដើម្បីយកទៅដូរជាមួយនឹងនៅក្នុងសបោបតទេខ្លាំងមែនទេអ្នកទាំងអស់គ្នាបតទេដែលគេដល់មួយខ្ញុំគឺមកគឺគេរងត្រង់ហ្នឹងហ្មងថាទីបើគេចាប់ដល់ទៀបភ្លឺអ្នកដែលខ្ញុំមុនមកគេងដើម្បីដើរលេងស្អែកតយើងនៅកាត់ឆ្នេរពេលយប់អីចឹងអារម្មណ៍ពេលហ្នឹង